Phần lơ ngày riệp bằng lết cha phần lơ po tông đai cắt tam bằng ui là chnu mùi krương đai cặp bông thưa đầm nai chua tạc can đi tani phnom penh khong châm nam nè thưa đầm nai tỉnh ó sray sra nê ri vây khmei mà nè ayu mà pay mùi chnem đai miền tầm rồng một sạt bạt bài sọc sray châm ca chăng tờ đai rụng niếng mò bị khai bày vén cầm bông tăng coi xâm lăng mưa tạc ca bằng ui chẳng cái đây sân khâm niếng man xâm ra cha cha chanh bì mà đai cha cho ría nâng ôn pro tôi đàm bay mà thua chỉ cam mà cà ní rong chạ cắt đê nơi phnom penh khăn ông bầm non rọc lôi nhà tật té nâng son bầm non kề phong khăn ông đầy rồi bò niếng miên can cà tạp khảo ao trà mùi nâng lôi khăn ông họp báo tại pi bay mờn riêu bần nọ bần to bị ban càng nhiệt phơi ở rong chạ phliếm sray sra trôi xoay rồi bần tộc chuột đại miên đầm lai sầm rồng tam rồi dễ ca này non bị mật phe rôm càng nhiệt niếc mang một đòn là kia sẹn nơi trà mùi cần lái khăn ông làm bắn bộ ray kia là vía chia kia bê tông bạc phai cà máu miên chân đai trơn tia đỏ slay nâng miên sập hiệp bằng ngật slop nâu bể dục mà chạp tia ban nom niêng lang từ tròn thì bấy hay ban bao phía bần tộc lệ bày rồi pram ở niêng bần tộc nô tôi là mo miên bằng ôi tôi mùi đài đáy đứt chóp từng lệ mê công pi chầm ngày nâng miên con ha bị đan trà mùi đài ban bần lư xâm lên krek 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 tu bây chỉ phải gia ca mơ tàu của oi sờ tôm con ta để xa ta làm lại thao sấy sờ co sầm lại chật chuột phim chỉ bất chỉ cam mà co carani rong chạ rọc bò sấy sờ chắp đam piประលឹម ទល់ប្រលប់ជារៀងរាល់ល្ងាចនាងត្រូវដើរឡើងចិន្តាអគារបូរីកៃឡាទាំងនឿយហត់រហូតដល់ថ្ងៃមួយមេឃភ្លៀងខ្លាំងស្រីស្រស់បានរអិលជើងដួលនៅក្បែរចិន្តាពេលនោះក៏ស្រាប់តែមានដៃបរមម្នាក់មកជួយទប់នាងតែរូគេមានឈ្មោះថាវិបុលជាបរិះរស់នៅក្នុងបន្ទប់គៀននាងនឹងឯងតែវិបុលរបស់យើងមានទៅដោយសម្ដីផ្អែមល្ហែមនិងចេះយល់ចិត្តវិបុលចាប់ផ្ដើមតាមស្រឡាញ់និងមើលថែស្រីស្រស់យ៉ាងយកចិត្តទុកដាក់ភាពកក់ក្ដៅដែលវិបុលផ្ដល់ឲ្យបានធ្វើឲ្យបេះដូងនារីស្រុកស្រែដែលទើបតែមកក្រុងនោះបានលងស្រឡាញ់គេស្ទើរតែងើបមុខមិនរួចទៅហើយបន្ទាប់ពីពួកគេបានតាក់ទងគ្នាប្រហែល6ខែវិបុលបានផ្លាស់ប្ដូរមកស្នាក់នៅក្នុងបន្ទប់លេខ305ជាមួយនឹងស្រីស្រស់ដែរមិនយូរប៉ុន្មានធាតុពិតរបស់វិបុលក៏បានចាប់ផ្ដើមលេចចេញមកគេជាមនុស្សដែលញៀនល្បែងស៊ីសងតាមអនឡាញនិងចូលចិត្តផឹកស៊ីវិបុលបានចាប់ផ្ដើមបង្ខំឲ្យស្រីស្រស់បើកលុយឲ្យគេមកហើយថែមទាំងបង្ខំឲ្យនាងនឹងទៅខ្ចីលុយអ្នកចងការប្រាក់ក្នុងប្លុកបរិយាកាជាច្រើនរយដុល្លារដោយយកឈ្មោះនាងអ្នកធានាស្រីស្រស់លងស្រឡាញ់គេពេកក៏ព្រមធ្វើតាមគ្រប់យ៉ាងទាំងទឹកភ្នែកទឹកសម្បោរព្រោះតែសង្ឃឹមថាថ្ងៃណាមួយវិបុលនឹងកែខ្លួនយប់មួយពេលដែលស្រីស្រស់ត្រឡប់មកពីធ្វើការថែមម៉ោងវិញទាំងយប់ជ្រៅដែលម៉ោង7:11ទៅហើយពេលដែលមកដល់មុខបន្ទប់305នាងស្រាប់តែឮសំឡេងសើចសប្បាយរបស់មនុស្សស្រីនៅក្នុងបន្ទប់របស់នាងពេលនាងរុញទ្វារចូលនាងស្ទើរតែធ្លាក់ថ្លើមដល់ដីទៅហើយពីព្រោះឃើញវិបុលនឹងកំពុងតែដេកអោបថើបជាមួយស្រីម្នាក់ទៀតនៅលើពូករបស់នាងពេលស្រីស្រស់យំស្រែកសួរវិបុលមិនត្រឹមតែមិនសំទោសនោះទេគេថែមទាំងស្ទុះមកផ្ទះកំភ្លៀងស្រីស្រស់មួយទំហឹងដែលធ្វើឲ្យនាងដួលទៅនឹងការ៉ូហើយថែមទាំងជេរប្រមាថនាងថានាងជាស្រីស្រែធំក្លិនញើសរួចក៏នាំស្រីម្នាក់នោះដើរចេញទៅចោលនាងឲ្យយំតែម្នាក់ឯង2-3ថ្ងៃក្រោយមកក្រុមអ្នកចងការប្រាក់មហិមាបានមកគោះទ្វារបន្ទប់305ទាំងកំហឹងពួកគេបានទារលុយដែលវិបុលខ្ចីទាំងដើមទាំងការសរុបជិត$3,000ឯណោះពួកគេបានគម្រាមកំហែងស្រីស្រស់ថាបើនាងគ្មានលុយសងទេពួកគេនឹងចាប់នាងទៅលក់ឬក៏វាយធ្វើបាបជាដើមស្រីស្រស់ព្យាយាមទូរស័ព្ទទៅវិបុលប៉ុន្តែគេបានបដូរលេខទូរស័ព្ទបាត់ទៅហើយនាងលែងហ៊ានទៅធ្វើការព្រោះតែខ្លាចគេតាមទីបំណុលនាងបានត្រឹមតែចាក់សោខ្លួនឯងនៅក្នុងបន្ទប់ងងឹតមិនស៊ីមិនចុកអ្វីទាល់តែសោះនេះវាដល់លក្ខណៈដែលរូបនាងចង់សម្លាប់ខ្លួនហើយយប់នៅថ្ងៃទី15កើតខែភទ្របទមេឃនៅភ្នំពេញធ្លាក់ភ្លៀងរលឹមស្រេចនិងមានខ្យល់បក់បោកយ៉ាងខ្លាំងឯនៅក្នុងបន្ទប់305ដែលជាបន្ទប់របស់នាងស្រស់គ្មានពន្លឺភ្លើងឡើយមានតែពន្លឺព្រះច័ន្ទចាំងចូលតាមបង្អួចដែកស្រីស្រស់អង្គុយសម្លឹងមើលទៅពីដានទាំងកៅភ្នែកស្រអាប់គ្មានវិញ្ញាណទឹកភ្នែករបស់នាងបានរីកស្ងួតអស់ទៅហើយជំនួសមកវិញនៅអារម្មណ៍ខកចិត្តឈឺចាប់និងគំនុំដល់ជ្រាលជ្រៅនាងនឹកឃើញដល់ពាក្យសម្ដីមើលងាយរបស់វិបុលនឹកឃើញដល់ក្រុមអ្នកទារលុយនិងនឹកឃើញថាខ្លួនឯងលែងមានមុខមាត់ទៅជួបម្ដាយទៀតហើយនៅម៉ោង2រំលងអាធ្រាត្រសំឡេងសត្វទីតុយយំកាត់តាមដើមឈើក្បែរអគារបង្កើតបានជាបរិយាកាសមួយគួរឲ្យព្រឺរោម
ស្រីស្រស់បានក្រោកឈរឡើងយឺតនាងក៏បានដើរទៅយកខ្សែជើងកាមេរ៉ាដែលជាខ្សែការពណ៌ខ្មៅមួយហើយខ្សែដែលវិបុលបានទុកចោលហើយនាងក៏បានអូសកៅអីដែកមួយមកចំកណ្ដាលបន្ទប់សំឡេងកៅអីអូសកាត់ការ៉ូឮសូរគ្រៀតគួរឲ្យរន្ធត់នាងក៏បានឡើងឈរទៅលើកៅអីរួចក៏ចងខ្សែនោះទៅនឹងទំពក់ដែកកង្ហាពីដាននាងសោក្បាលចូលទៅក្នុងកំពួនខ្សែរួចក៏បាននិយាយខ្សឹបទាំងកំហឹងថាអាវិបុលអញស្លាប់ទៅក៏មិនអោយហែងបានសុខដែរអញនឹងតាមចងកម្មហែងគ្រប់ជាតិបន្ទាប់ពីនាងបាននិយាយចប់ហើយស្រីស្រស់ក៏បានធាក់កៅអីដែកនោះឲ្យដួលទៅម្ខាងរាងកាយរបស់នាងបានធ្លាក់មកក្រោមធ្វើឲ្យខ្សែរឹតករបស់នាងជាប់ណែននាងចាប់ផ្ដើមបំរះននៀលដៃទាំងពីរខ្វាចខ្វះខ្យល់អាកាសអណ្ដាតចាប់ផ្ដើមលឿនចេញមកក្រៅភ្នែកទាំងគូស្លក់ជ្រៅនិងភ្នែករបស់នាងបានឡើងក្រហមដោយសារសរសៃឈាមបែករាងកាយរបស់នាងទន់ដៃទន់ជើងបន្តិចម្ដងរហូតដល់ស្ងៀមងងឹតឈឹងហើយក៏បានចងរយោងនៅចំកណ្ដាលបន្ទប់305នោះទាំងកំហឹងនិងវិញ្ញាណមិនព្រមតណាឡើយវេលា3ថ្ងៃក្រោយមកដោយសារតែមានក្លិនស្អុយអសោចចោលភាយចេញពីបន្ទប់305ខ្លាំងពេករហូតដល់ធ្វើឲ្យអ្នកជិតខាងនឹងទ្រាំមិនបានក៏ហៅម្ចាស់អគារនិងសមត្ថកិច្ចមកធ្លាយទ្វារនោះចូលភ្លាមនោះគ្រប់គ្នាស្ទើរតែរកអួតគ្រប់គ្នាសាកសពរបស់ស្រីស្រស់បានហើមស្អុយរលួយទឹកលឿងហូរកាត់ជើងធ្លាក់មកលើការ៉ូមុខរបស់នាងខូចទ្រង់ទ្រាយសក់ក្បាលរញ៉េរញ៉ៃហើយភ្នែកដែលបានបើកធំនោះហាក់ដូចជាកំពុងសម្លឹងមើលចំអ្នកដែលបានបើកទ្វារចូលមកសមត្ថកិច្ចបានទម្លាក់សាកសពនាងចុះប៉ុន្តែចាប់ពីពេលនោះមកព្រលឹងរបស់នាងបានដិតជាប់នៅក្នុងអគារនោះជាដាច់ខាតក្រោយពីសមត្ថកិច្ចបានពិនិត្យសពរួចរាល់ម្ដាយរបស់ស្រីស្រស់បានធ្វើដំណើរពីស្រុកស្រែទាំងទឹកភ្នែកជូតក្បាលជង្គង់ដោយសារតែជីវភាពខ្វះខាតខ្លាំងនិងសភាពសពនឹងមិនអាចទុកយូរបានទេម្ចាស់អគារបានជួយឧបត្ថម្ភថវិកាបន្តិចបន្តួចដើម្បីបូជាសពនាងនៅឯវត្តមួយក្បែរនោះភ្លាមពិធីបុណ្យសពប្រព្រឹត្តទៅទាំងប្រញាប់ប្រញាល់និងងងឹតស្លុបគ្មានសាច់ញាតិឬមិត្តភ័ក្តិមកចូលរួមច្រើនឡើយមានតែសំឡេងយំខ្សឹកខ្សួលរបស់ម្ដាយចរានិងផ្សែងធូបដែលបានហួយត្រឡោមកាត់ខ្យល់អាកាសដល់ត្រជាក់ស្រេបបន្តពីធាតុរបស់ស្រីស្រស់ត្រូវបានម្ដាយយកទៅស្រុកវិញម្ចាស់អគារបានជួលអ្នកមកបោះសម្អាតបាញ់ថ្នាំសម្លាប់មេរោគនិងលាងឈាមនិងទឹកលឿងនៅលើការ៉ូបន្ទប់លេខ305នោះទោះបីជាដោះលាងយ៉ាងណាក៏ដោយក៏ស្នាមប្រឡាក់ពណ៌ក្រមៅនៅចំកណ្ដាលបន្ទប់មិនព្រមជ្រះឡើយម្ចាស់អគារក៏សម្រេចចិត្តចាក់សោទ្វារដែកខាងក្រៅយ៉ាងណែនក្នុងបំណងទុកចោលមួយរយៈដើម្បីឲ្យព្រាត់ក្លិននិងបាត់រឿងអាស្រូវនៅវេលា2ថ្ងៃក្រោយមករឿងរ៉ាវចម្លែកបានចាប់ផ្ដើមលេចឡើងណារីគឺជានារីម្នាក់ដែលជួលបន្ទប់លេខ306នៅទល់មុខបន្ទប់ស្រីស្រស់នាងក៏ត្រូវបានក្រោកពីគេងនៅម៉ោង2រំលងអាធ្រាត្រព្រោះតែឮសំឡេងចម្លែកចេញពីបន្ទប់របស់ស្រីស្រស់វាគឺជាសំឡេងគ្រៀតដូចជាមានគេកំពុងតែអូសកៅអីដែកចុះឡើងនៅក្នុងបន្ទប់305នោះណារីគិតថាប្រហែលជាមានចោរលួចចូលក៏ដើរទៅអើតតាមប្រហោងទ្វារមើលណារីក៏បានផ្អឹបភ្នែកទៅនឹងប្រហោងទ្វារតូចដើម្បីសម្លឹងទៅមើលបន្ទប់មួយនោះដល់សែនងងឹតពេលនោះភ្លើងតាមច្រកដើរស្រាប់តែភ្លឺផ្លឹបផ្លែតរួចក៏រលត់ងងឹតឈឹងក្នុងភាពដ៏សែនងងឹតណារីស្រាប់តែឮសំឡេងគោះទ្វារពីក្នុងបន្ទប់305យឺតតបនាងភ័យចំហមាត់តែអ្វីដែលរន្ធត់បំផុតនោះគឺមានក្លិនស្អុយរលួយដែលបានភាយចេញយ៉ាងខ្លាំងនិងធ្វើឲ្យនាងដកដង្ហើមសឹងតែមិនរួចរហូតនាងត្រូវរត់ទៅដេកគ្រាប់ភួយវិញទាំងញ័រទៅត្រូវហើយនារីរបស់យើងនឹងក៏បានសំងំគេងរហូតដល់តែនាងដេកលក់រហូតដល់ព្រឹកនៅយប់បន្ទាប់ទៀតបរិសម្នាក់ដែលមានឈ្មោះថាតុលាបានដើរត្រឡប់មកពីមើលបាល់ទាត់វិញនៅម៉ោង 7:01 យប់ពេលគាត់ដើរចូលមកក្នុងប្លុកអគារហើយក៏បានងើបមុខសម្លឹងទៅមើលជាន់ទី3គាត់បានឃើញស្ត្រីម្នាក់សក់វែងរញ៉េរញ៉ៃដែលបានឈរតោងបង្កាន់ដៃនៅមុខបន្ទប់305តុលាក៏បានស្រែកសួរថានរណាគេហ្នឹងមកឈរធ្វើអីយប់ជ្រៅម្លេះស្ត្រីនោះមិនបានតបទេតែនាងក៏បានចាប់ផ្ដើមងាកក្បាលមកយឺតដោយក្បាលរបស់នាងហ្នឹងបានងាករហូតដល់មកក្រោយធ្វើឲ្យតុលាហ្នឹងស្រែកលេងចេញហើយក៏បានរត់ធ្លាក់ចណ្ដើរស្ទើរតែបាក់ជើងមកទៅហើយមិនត្រឹមតែលបបន្លាចដោយស្រមោលនោះទេផ្ទះជាន់ក្រោមបន្ទប់305នោះ
គឺបន្ទប់205ក៏បានចាប់ផ្ដើមជួបគ្រោះភ័យដែរម្ចាស់បន្ទប់ជាន់ក្រោមបានរអ៊ូរទាំថាមានទឹកពណ៌លឿងស្អុយស្អាសស្រក់ចុះមកពីពិដានចំកណ្ដាលបន្ទប់របស់ពួកគេដែលចំកន្លែងដែលស្រីស្រស់បានចងកសម្រាប់ខ្លួនបើទោះបីជាម្ចាស់អគារឡើងទៅពិនិត្យក្នុងបន្ទប់305ឃើញថាស្ងួតហួតហែងក៏ដោយប៉ុន្តែឲ្យតែពេលយប់ទឹកលឿងនោះក៏នៅតែស្រក់ចុះមកដដែលដោយសារតែការលងបន្លាចកាន់តែខ្លាំងម្ចាស់អគារក៏សម្រេចចិត្តចូលទៅក្នុងបន្ទប់305ម្ដងទៀតដើម្បីរកមើលក្រែងឡមានរបស់អ្វីដែលព្រលឹងនោះនៅអាឡោះអាល័យនៅលើតុដេកចាស់មួយគេបានរកឃើញសៀវភៅកំណត់ហេតុមួយក្បាលរបស់ស្រីស្រស់នៅក្នុងនោះមានសរសេរអក្សររញ៉េរញ៉ៃពេញដោយស្នាមទឹកភ្នែកនិងពាក្យពេចន៍ចងគំនុំទៅលើវិបុលឃ្លាចុងក្រោយក៏បានសរសេរថាអ្នកណាដែលបានចូលមកក្នុងបន្ទប់នេះត្រូវតែស្លាប់ជំនួសអញគណៈពេលដែលម្ចាស់អគារកំពុងតែអានសម្បត្តិនោះស្រាប់តែទ្វារបន្ទប់ដែលបានបើកចំហបានបិទមកប៉ាវយ៉ាងខ្លាំងកង្ហារពីដានចាស់តែគេបានកាត់ខ្សែភ្លើងចោលនោះហើយក៏ស្រាប់តែចាប់ផ្ដើមបង្វិលដោយខ្លួនឯងយឺតរួចក៏បានបង្វិលកាន់តែលឿនទៅរហូតបង្កើតបានជាខ្យល់បក់យ៉ាងត្រជាក់ស្រេបគួរឲ្យរន្ធត់មែនតើម្ចាស់អគារភ័យពេកក៏បានទម្លាក់សៀវភៅនោះចោលរួចក៏ស្ទុះទៅបើកទ្វារនោះហើយក៏បានរត់ចេញមកក្រៅទាំងព្រលឹងនៅឯចុងសក់ឯណោះត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះព័ត៌មានអំពីខ្មោចស្រីស្រស់ឡងសាហាវនេះបានល្បីពេញបុរីកីឡាមនុស្សម្នាលែងហ៊ានដើរកាត់អគារនោះនៅពេលយប់ទៀតហើយចំណែកឯអ្នកដែលរស់នៅជាន់ទី3ជាមួយគ្នានោះក៏ចាប់ផ្ដើមរៀបចំវ៉ាលីរុះរើផ្ទះចេញម្ដងម្នាក់ព្រោះมันអាចទ្រាំទ្រនឹងបរិយាកាសដ៏គួរឲ្យខ្លាចមួយនេះបានទេហើយនឹងសម្លេងយំដែលរៀបរាប់ដកដង្ហើមធំរបស់វិញ្ញាណនោះបាននៅយប់មួយមានចៅលួចមាត់ម្នាក់ឈ្មោះថាសុកបានលបចូលមកក្នុងប្លុកអគារនោះដើម្បីរកលួចទ្រព្យសម្បត្តិរបស់អ្នកភូមិដោយមិនដឹងរឿងរ៉ាវសុកក៏បានដើរឡើងទៅជាន់ទី3ហើយក៏ឃើញទ្វារបន្ទប់305នោះចាក់សោចោលគេគិតថាម្ចាស់ផ្ទះទៅស្រុកហើយសុកក៏បានយកដែកមកឆ្កឹះសោទ្វារនោះរួចលបចូលទៅខាងក្នុងទាំងងងឹតឆ្លប់ពេលចូលទៅដល់ខាងក្នុងសុកបានបើកកែវភ្នែករបស់គេរកមើលរបស់មានតម្លៃស្រាប់តែទ្វារដែកខាងក្រោយនោះបានបិទជិតឈឹងសុកក៏បានស្ទុះទៅទាញទ្វារតែទាញក៏មិនរួចដូចជាមានមនុស្សរាប់សិបនាក់ទាញទប់ពីខាងក្រៅភ្លាមនោះសីតុណ្ហភាពក្នុងបន្ទប់បានធ្លាក់ចុះត្រជាក់ដោយទឹកកកឯក្លិនស្អុយសប់ក៏បានភីឡើងអណ្ដែតពេញបន្ទប់សុកភ័យញ័រដៃញ័រជើងណាស់ក៏បានយកទូរស័ព្ទមកបើកភ្លើងពិលជះទៅចំកណ្ដាលបន្ទប់ពន្លឺពិលបានជះទៅចំជើងពីរដែលកំពុងធ្លាក់យល់ចុះមកពីលើពេលគាត់ស្រវាងភ្នែកងើបមើលទៅខាងលើគាត់ក៏បានឃើញស្រីស្រស់ចងកជាប់ទៅនឹងកង្ហារមុខរបស់នាងហើមខ្មៅអណ្ដាតលៀងវែងធ្លាក់ដល់ទ្រូងហើយភ្នែកទាំងពីរដែលគ្មានប្រស្រីភ្នែកនោះកំពុងតែសម្លឹងមកចំគាត់ទាំងមាត់របស់នាងញញឹមចង់មាត់យ៉ាងគួរឲ្យខ្លាចខ្មោចស្រីស្រស់បានលែងខ្សែពីកង្ហាររួចក៏ធ្លាក់មកដល់ដីឌឹបនាងមិនបានដើរនោះទេតែនាងវាមកលើដីទាំងបត់ដៃបត់ជើងខុសពីធម្មជាតិសម្ដៅមករកសុកយ៉ាងលឿនឯសុកស្រែកបានតែមួយម៉ាត់ប៉ុណ្ណោះក៏ត្រូវប្រលឹងខ្មោចស្រីស្រស់ស្ទុះមកច្បាច់កនិងហែកមាត់របស់គាត់យ៉ាងសាហាវខូខើតែម្ដងនៅស្អែកព្រលឹមឡើងអ្នកភូមិបានឃើញសុកបានដេកសន្លប់បាត់ស្មារតីនៅមុខទ្វារបន្ទប់ដោយមានស្នាមជាំខ្មៅរៀងម្រាមដៃនៅលើជុំវិញកនិងមានអាការៈវង្វេងវង្វាន់ហើយរូគេក៏និយាយលេងចាញ់រហូតដល់សពថ្ងៃដោយសារតែមានមនុស្សរងគ្រោះថ្នាក់ម្ចាស់អគារមិនអាចនៅស្ងៀមបានឡើយគាត់ក៏បានធ្វើដំណើរទៅឯខេត្តតាកែវដើម្បីអញ្ជើញគ្រូអាគមខ្សែញាតល្បីម្នាក់ឈ្មោះគ្រូហំដោយល្បីខាងពូកែបង្ក្រាបប្រលឹងសាហាវគ្រូហំបានធ្វើដំណើរមកដល់បុរីកីឡាទាំងមានកាត់ដាវអាគមនិងខ្សែសីមាសម្រាប់រៀបចំពិធីនៅម៉ោង9គ្រូហំបានរៀបចំស្លាម្លូបាយសីនិងដុតធូបទៀននៅចំពោះមុខទ្វារបន្ទប់305គាត់បានចាប់ផ្ដើមសូត្រគាថាបាយអង្ករសិលដើម្បីដេញវិញ្ញាណស្រីស្រស់ឲ្យចូលមកក្នុងក្អមដីដុតដែលគាត់បានរៀបចំទុកបរិយាកាសជុំវិញបានចាប់ផ្ដើមមានខ្យល់បក់ខ្លាំងភ្លើងទៀនឡើងពណ៌ខៀវងងឹតគ្រូហំបានសូត្រគាថាកាន់តែខ្លាំងស្រាប់តែទ្វារបន្ទប់305បានបើកចេញមកដោយខ្លួនឯងពេលនោះខ្យល់ខ្មៅងងឹតមួយដុំបានហោះចេញមកបោកចំក្អមដីដុតនោះបែកខ្ទាតជាបំណែកសំឡេងខ្សែកក្អឹករបស់មនុស្សស្រីបានលឺឡើងលាន់ពេញអគារគ្រូកំពេចកំពុកដូចហែងចង់មកចាប់អញអីស្លាប់ទៅពេលនោះរូបរាងដ៏ខ្មៅរបស់មនុស្សស្រីស្រស់បានលេចចេញមកចំពីមុខលោកគ្រូហំ
នាងបានប្រើកម្លាំងអរូបីលើរូបគ្រូហំបោកទៅនឹងជញ្ជាំងបេតុងរហូតដល់ធ្លាក់ឈាមមាត់ដាវអាគមរបស់គ្រូហំត្រូវបានបាក់ជាពីរដឹងខ្លួនថាទប់ទល់មិនឈ្នះគ្រូហំក៏បានស្ទុះក្រោកឈរឡើងរួចក៏រត់ចុះចណ្ដើរទាំងមិនពាក់ស្បែកជើងនិងបានបោះបង់ចោលគ្រឿងរៀបចំពិធីទាំងអស់ក្រោយពីគ្រូអាគមល្បីត្រូវវាយបាក់មុខអ្នកជួលនៅជាន់ទី3ទាំងមូលបានរុះរើចេញអស់គ្មានសល់ឡើយជាន់ទី3ទាំងមូលប្រែជាស្ងាត់ជ្រងំគ្មានពន្លឺភ្លើងរីឯជាន់ទី1និងទី2ក៏រស់នៅទាំងភាពភ័យខ្លាចមិនហ៊ានចេញពីបន្ទប់ក្រោយម៉ោង8យប់ឡើយអគារបូរីកេឡាខាងនោះប្រែក្លាយជាអគារខ្មោចលងដល់កណ្ដាលទីក្រុង2ខែក្រោយមកមានយុវជនម្នាក់ឈ្មោះថាតារាជាអ្នករត់ម៉ូតូដប់យកជ្រៅហើយគាត់ទើបតែមកពីខេត្តដោយសារតែមិនដឹងប្រវត្តិរឿងរ៉ាវនៃផ្ទះនេះហើយឃើញតម្លៃបន្ទប់ជួលនៅជាន់ទី2ដែលបន្ទប់ក្រោម305នឹងឯងថោកខ្លាំងពេកក៏សម្រេចចិត្តជួលស្នាក់នៅទាំងមិនដឹងថាគ្រោះថ្នាក់ដ៏រន្ធត់កំពុងតែរងចាំគាត់ឡើយយប់មួយតារាបានដប់ភ្ញៀវរហូតដល់ម៉ោង2ភ្លឺទើបត្រឡប់មកដល់អគារវិញយប់នោះមេឃងងឹតស្លុបនិងមានអាប់ចុះត្រជាក់ពេលគាត់កំពុងដើរឡើងជណ្ដើរមកដល់ពាក់កណ្ដាលជាន់ទី2ស្រាប់តែគាត់មានអារម្មណ៍ថាមានខ្យល់ដកដង្ហើមយ៉ាងត្រជាក់ភាយមកចំកញ្ចឹងករបស់គាត់ពីក្រោយនៅពេលតារាងាកក្រោយទៅមើលទាំងកណ្ដាលត្រៀតគាត់មិនបានឃើញមនុស្សឈរឡើយប៉ុន្តែអ្វីដែលគាត់បានឃើញនោះគឺស្រមោលខ្មៅងងឹតមួយដុំកំពុងតាមដានខ្លួនចុះពីជណ្ដើរជាន់ទី3ស្រមោលនោះមានពង្រីកខ្លួនយ៉ាងលឿនរួចក៏ហោះមកក្រសោបយកត្រង់ខ្លួនរបស់តារាពីក្រោយខ្នងធ្វើឲ្យខ្លួនប្រាណរបស់គាត់កកឈាមហើយសូម្បីតែគាត់ចង់រត់និងចង់ស្រែកឲ្យគេជួយក៏គាត់ស្រែកមិនចេញនោះដែរតារាព្យាយាមប្រឹងប្រែងរំដោះខ្លួនទាំងអារម្មណ៍ដកដង្ហើមថប់គាត់មានអារម្មណ៍ថាមានម្រាមដៃត្រជាក់ដូចទឹកកកនិងមានក្រចកស្រួចកំពុងតែលូកមកច្របាច់កញ្ចឹងករបស់គាត់ពីក្រោយនិងអូសសង្កត់ចុះមកខាងក្រោមភ្នែករបស់តារាក៏ចាប់ផ្ដើមឡើងក្រហមព្រិលមុនពេលដែលគាត់ប្រើកម្លាំងចុងក្រោយរបស់គាត់ផ្ដួលខ្លួនទៅមុខធ្លាក់ចុះកម្មចិនដាវមកដីសម្លាប់បាត់ស្មារតីបាត់ទៅព្រឹកឡើងអ្នកភូមិជាន់ក្រោមបានប្រទះឃើញតារាដេកស្ដុកស្ដឹងនៅជើងចិនដាវក៏ប្រញាប់ប្រញាល់សួរសំណួរនិងជួយកកខ្យល់ព្រមទាំងយកប្រេងកាឡាមកលាបឲ្យតារានៅពេលដែលពួកគេទាញកអាវរបស់តារាចុះគ្រប់គ្នាស្រឡាំងកាំងព្រោះឃើញមានស្នាមក្រចក5រៀមជាំខ្មៅរលួយជាប់នៅលើសាច់ករបស់គាត់ដូចជាស្នាមរៀមរបស់មនុស្សស្រីចាស់នៅក្នុងប្លុកនោះដឹងភ្លាមថានេះជាស្នាដៃរបស់ខ្មោចស្រីស្រស់បន្ទាប់ពីបានដឹងខ្លួនតារាក៏ចាប់ផ្ដើមធ្លាក់ខ្លួនហើយក៏ឈឺគ្រុនក្តៅយ៉ាងខ្លាំងរហូតដល់រូបគេនេះវង្វេងវង្វាន់និងនិយាយរវើរវាយតែម្នាក់ឯងរាល់ពេលដែលគាត់បានបិទភ្នែកគេងគាត់តែងតែយល់សុបិនឃើញស្រីម្នាក់អង្គុយសង្កត់ពីលើទ្រូងរបស់គាត់មុខរបស់នាងប្រែជាហូរទឹកលឿងស្អុយរួចនាងខ្សឹបដាក់ត្រចៀករបស់គាត់ថាជួយយកខ្សែចេញពីករបស់ខ្ញុំផងខ្ញុំឈឺណាស់ប៉ុន្មានថ្ងៃក្រោយមកដោយសារតែឃើញតារាជេរធ្ងន់មិត្តភ័ក្តិរបស់គាត់ពីរនាក់ក៏បានមកពីស្រុកជាមួយគ្នាគឺភក្តីនិងធីរាបានមកលេងនិងស្នាក់នៅមើលថែតារាហ្នឹងនៅបន្ទប់ជាន់ទី2នោះភក្តីនិងធីរាជាយុវជនសម័យថ្មីមិនសូវជឿរឿងខ្មោចព្រាយបិសាចឡើយពួកគេគិតថាតារាគ្រាន់តែបដាសាធំនិងគិតច្រើនប៉ុណ្ណោះនៅវេលាយប់ម៉ោង7:12យប់ខណៈពេលដែលតារាកំពុងតែដេកលក់ដោយសារតែឥទ្ធិពលថ្នាំភក្តីនិងធីរាបានអង្គុយផឹកស៊ីបន្តិចបន្តួចភក្តីបាននិយាយទៅកាន់ធីរាទាំងស្រវឹងស្រាថាធីរាអញឮអ្នកស្រុកនិយាយថាអាគារជាន់លើមានខ្មោចលងសាហាវណាស់តើឯងចង់ទៅមើលជាមួយអញទេអញចង់ដឹងថាតើខ្មោចហ្នឹងមុខម៉េចឯធីរាដែលមានចិត្តស្លុយដែរក៏យល់ព្រមភ្លាមតែម្ដងយុវជនទាំងពីរនាក់បានកាន់ពិលម្នាក់មួយដើរឡើងជណ្ដើរទៅជាន់ទី3យឺតបរិយាកាសនៅជាន់ទី3ស្ងាត់ជ្រងំគ្មានមនុស្សរស់នៅឡើយជញ្ជាំងដុសស្លែខ្មៅនិងមានទៅដោយសបុកពេញពេញពីដានក្លិនអប់អួលនិងភាពត្រជាក់ស្រេបបានបោកបក់មកចំមុខរបស់ពួកគេភ្លាមពេលដែលពួកគេបានឈានជើងដល់ជាន់ខាងលើនោះពួកគេក៏បានដើរមកឈប់នៅចំបន្ទប់លេខ305នឹងតែម្ដងទ្វារដៃខាងក្រៅមានចាក់សោច្រវាក់ច្រេះចាប់យ៉ាងណែនភក្តីបានយកពិលជះចូលទៅតាមប្រហោងដៃបង្អួចដើម្បីមើលទិដ្ឋភាពនៅខាងក្នុងបន្ទប់ងងឹតស្លុបមានតែធូលីដីនិងកៅអីដែកមួយដែលដួលនៅចំកណ្ដាលការ៉ូពេលនោះធីរារបស់យើងកំពុងតែស្វឹងផងអាលើផងមានដឹងអីបានស្រែកបញ្ឆោតលេងថានាងស្រីស្រស់បើឯងពូកែឡងមែនហើយចេញមកឲ្យពួកឯងឃើញមើលភ្លាមនោះបន្ទាប់ពីពាក្យសម្ដីនោះចប់
ក៏ស្រាប់តែមានសម្លេងសាយក៏ក្អឹករបស់មនុស្សស្រីក៏បានមកលឺចេញពីបន្ទប់305យ៉ាងច្បាស់ក្រឡែតពួកឯងចង់ឃើញអញមែនខណៈពេលនោះដែរយុវជនទាំងពីរនាក់ភ័យស្លុតញ័រដៃញ័រជើងអស់ហើយពិលនៅក្នុងដៃរបស់ពួកគេស្រាប់តែភ្លឺផ្លឹបផ្លែតរួចក៏រលត់ទាំងពីរគ្រឿងព្រមគ្នាភាពងងឹតសូនឈឹងបានគ្របដណ្ដប់ក្នុងភាពស្លន់ស្លោពួកគេបានរត់ប្រសាចរកផ្លូវចុះចដើរវិញប៉ុន្តែចម្លែកត្រង់ថាទោះបីជាពួកគេខំរត់យ៉ាងណាក៏ដោយក៏នៅតែវិលជុំមកចំមុខបន្ទប់305ដដែលដូចជាចណ្ដើរនេះគ្មានទីបញ្ចប់អញ្ចឹងធីរ៉ាដកដង្ហើមហត់សឹងដាច់ខ្យល់គាត់បានបែកពីភក្តីក្នុងភាពងងឹតពេលគាត់ស្ទាបជញ្ជាំងដើរស្រាប់តែដៃរបស់គាត់ទៅប៉ះចំអ្វីមួយយ៉ាងដែលមានសភាពទន់និងសើមរអិលពេលដែលធីរ៉ាបានងើបមុខចំទៅមុខក៏ស្រាប់តែមានពន្លឺព្រះច័ន្ទជះកាត់បង្អួចមកហើយក៏ចំផ្ទៃមុខរបស់ស្ត្រីម្នាក់នោះដែលកំពុងតែជាប់អប់មុខនឹងមុខរបស់គាត់តែម្ដងផ្ទៃមុខនោះគ្មានសាច់ថ្ពាល់ឡើយគឺរលួយធ្លាយឃើញឆ្អឹងភ្នែកទាំងពីរលៀនចេញមកក្រៅស្ទើរតែធ្លាក់ទៅហើយសក់ក្បាលវិញដោះវែងអូដីមកស្រីស្រស់បានបើកមាត់យ៉ាងធំលៀនអណ្ដាតពណ៌ខ្មៅវែងមកលុតផ្ទៃមុខរបស់ធីរ៉ាភ័យពេកលែងដឹងខ្លួនដួលសន្លប់បោកក្បាលទៅនឹងបង្កាន់ដៃចណ្ដើរនិងលេចឈាមមកក៏ខ្លាចចំណែកឯភក្តីវិញគាត់បានរត់ចូលទៅពួននៅក្នុងបន្ទប់ទឹកចាស់មួយនៅឯចុងច្រកដើរគាត់បានបិទទ្វារចាក់សោហើយអង្គុយអបជង្គង់ងងក់នឹងបានសុំឲ្យវត្ថុស័ក្តិសិទ្ធិនឹងជួយគេផងប៉ុន្តែមិនយូរប៉ុន្មានគាត់ស្រាប់តែឮសំឡេងតក់នៃទឹកស្រក់ដែលបានស្រក់មកលើក្បាលរបស់គាត់តែម្ដងពេលនោះភក្តីក៏បានយកដៃទៅស្ទាបក្បាលរបស់ខ្លួនហើយក៏បានយកមកហិតមើលស្រាប់តែវាជាទឹកពណ៌លឿងស្អាតស្អុយរលួយមិនមែនជាទឹកធម្មតាឡើយពេលគាត់ងើបក្បាលសម្លឹងទៅលើពីដានបន្ទប់ទឹកគាត់ក៏បានឃើញស្រីស្រស់កំពុងតែតោងបត់ខ្លួនដូចជាសត្វពស់នៅលើពីដានសម្លឹងមកគាត់ទាំងមុខមាត់កាចសាហាវបំផុតនាងបានលោតទម្លាក់ខ្លួនចុះមកចំពីលើភក្តីតែម្ដងហើយភក្តីក៏ត្រូវបានដួលសន្លប់នៅក្នុងបន្ទប់ទឹកនោះបាត់ទៅពេលព្រឹកព្រលឹមអ្នកភូមិបានរកឃើញធីរ៉ាដែលដេកសន្លប់បែកក្បាលនៅនឹងចណ្ដាលចំណែកឯភក្តីវិញត្រូវបានគេរកឃើញនៅក្នុងបន្ទប់ទឹកទាំងអាការៈភ័យរឹងខ្លួនភ្នែកបើកធំសក់ក្បាលឡើងស្កូវពាក់កណ្ដាលទាំងវ័យក្មេងព្រោះតែភាពភ័យខ្លាចខ្លាំងពេកយុវជនទាំងពីរនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមហើយលែងហ៊ានត្រឡប់មកជន់បុរីកីឡានេះទៀតហើយទីបំផុតរឿងរ៉ាវដ៏ល្បីល្បាញដ៏រន្ធត់នេះក៏បានរីករាលដាលពាសពេញទីក្រុងភ្នំពេញរហូតដល់ដឹងទៅដល់ត្រចៀករបស់វិបុលដែលជាដើមហេតុនៃរឿងរ៉ាវទាំងអស់វិបុលក្រោយពីបានបោកប្រាស់លុយស្រីស្រស់និងរត់ចោលនាងគេបានទៅរស់នៅជាមួយបងស្រីថ្មីនិងចាយវាលុយយ៉ាងសប្បាយប៉ុន្តែមួយរយៈនេះគេតែងតែមានអារម្មណ៍មិនល្អដូចជាមានគេតាមសម្លឹងមើលគាត់គ្រប់ជំហានពេលដែលវិបុលឮមិត្តភក្តិប្រាប់ថាស្រីស្រស់ចងកសម្រាប់ខ្លួនហើយខ្លាចជាខ្មោចលងសាហាវនៅបុរីកីឡាវិបុលបានសើចចំអកយ៉ាងខ្លាំងខ្មោចលងអីអាកប៉េកប៉ុកហ្នឹងកាលវានៅរស់អញវាយវាយ៉ាងណាក៏វាមិនហ៊ានតដៃអញដែរស្លាប់ទៅជាខ្មោចមានអីត្រូវខ្លាចហ៎គេមិនដឹងឡើយថាកម្ពីកំពុងតែមកដល់មុខទ្វារផ្ទះហើយយប់នោះវិបុលកំពុងតែគេងជាមួយប្រពន្ធថ្មីនៅក្នុងផ្ទះល្វែងរបស់គេនៅម៉ោង 2 រំលងអាត្រៀតស្រាប់តែខ្យល់ត្រជាក់ស្រេបបក់ចូលមកតាមបង្អួចបន្ទប់បើទោះបីជាគេបានបិទបង្អួចចិត្តក៏ដោយវិបុលបានភ្ញាក់ដឹងខ្លួនឡើងព្រោះតែមានអារម្មណ៍ថាភួយដែលគេដណ្ដប់លើខ្លួនត្រូវបានគេទាញទម្លាក់ចុះយឺតវិបុលបើកភ្នែកឡើងទាំងអង្គុយដេកស្រាប់តែឃើញស្រមោលមនុស្សស្រីម្នាក់អង្គុយបែរខ្នងនៅចុងជើងពូករបស់គេគិតថាជាប្រពន្ធរបស់គេក៏ស្រែកសួរថាអូនសំឡាញ់យប់ជ្រៅហើយមិនដេកទេមកអង្គុយធ្វើអីហ្នឹងប៉ុន្តែពេលគេងាកទៅមើលខាងឆ្វេងដៃគេឃើញប្រពន្ធរបស់គេកំពុងតែដេកលក់ដកដង្ហើមខួដដែលអីយ៉ាចុះអ្នកណាដែលអង្គុយចុងជើងរបស់វិបុលទៅវិបុលបានញ័រទ្រង់ភ័យបេះដូងលុតឌុកដាក់ស្រមោលនេះចាប់ផ្ដើមងាកមកយឺតដែលវាគឺជាស្រីស្រស់របស់យើងនឹងឯងដែលមុខរបស់នាងខៀវស្វាយអណ្ដាតលៀនវែងមានឈាមហូរតាមកែវភ្នែកទាំងពីរនាងសម្លឹងចំវិបុលរួចក៏និយាយសំឡេងក្រឡធំគួរឲ្យខ្លាចវិបុលប្តីសម្លាញ់អញមកទទួលឡែងទៅរស់ជាមួយអញវិញហើយវិបុលភ័យពេកយកដាស់ប្រពន្ធរបស់គាត់ឲ្យភ្ញាក់ចឹងណាប៉ុន្តែប្រពន្ធរបស់គេហាក់ដូចជាត្រូវមន្តអាគមខ្មោចសង្កត់ដេកលក់មិនដឹងខ្លួនតទៅសោះខ្មោចស្រីស្រស់
បានវាឡើងលើពូកសំដៅមកលើទ្រុងរបស់វិបុលរួចក៏យកដៃទាំងពីរមកច្របាច់កវិបុលមួយទំហឹងឯវិបុលនឹងប្រឹងបំរះបំរាលណាហើយភ្នែករបស់គេក៏ចេញមកក្រៅស្ទើរតែខ្យល់ទៅហើយភ្លាមៗនោះខ្សែកព្រះដែលវិបុលពាក់ជាប់នឹងកក៏បានជះបន្លឺបន្តិចធ្វើឲ្យខ្មោចស្រីស្រស់ខ្ទាតចេញវិបុលឆ្លៀតឱកាសនោះក៏ស្ទុះងើបពីពូកបើកទ្វាររត់ចេញពីផ្ទះទាំងស្លៀកពាក់ខោខ្លីតែមួយគត់គេរត់ឡើងលើម៉ូតូជិះចេញទៅទាំងគ្មានទិសដៅក្នុងចិត្តដឹងច្បាស់ថាស្រីស្រស់នឹងមកទារជីវិតគេហើយពេលនោះដែរសំណាងអាក្រក់របស់វិបុលនៅក្បែរកើតឡើងហើយប្រលឹងក៏បានទាញសតិវិបុលនឹងឲ្យទៅជិះម៉ូតូមកឈប់នៅមុខអគារបូរីកីឡាចាស់នឹងតែម្ដងហើយមែនតែថាគេចង់មកទេគឺគេមកដល់នឹងទាំងមិនដឹងខ្លួនតែម្ដងមេឃនៅម៉ោង3ភ្លឺស្ងាត់ជ្រងំគ្មានមនុស្សម្នាក់ដើរឡើយវិបុលក៏ដើរឡើងជណ្ដើរអគារយឺតវាហាក់ដូចជាមានមន្តអាគមខ្មៅងងឹតកំពុងតែបញ្ជាសន្តិរបស់គេនឹងឲ្យដើរទៅរកកន្លែងសេចក្តីស្លាប់តែម្ដងវិបុលក៏បានដើរមកដល់ជាន់ទី3អ្វីដែលគួរឲ្យប្លែកនោះគឺទ្វារបន្ទប់លេខ305ដែលធ្លាប់តែចាក់សោច្រវាក់ជាប់ណែននោះពេលនេះត្រូវបានបើកចំហរងចាំគេយ៉ាងស្ងៀមស្ងាត់ពន្លឺព្រះច័ន្ទពណ៌ឈាមបានជះទៅក្នុងបន្ទប់បង្ហាញឲ្យឃើញខ្សែចងកមួយខ្សែកំពុងតែយីងយងពីកង្ហាពីដានខ្មោចស្រីស្រស់ក៏បានលេចខ្លួនឈរនៅក្បែរខ្សែនោះនាងសម្លឹងមើលទៅវិបុលទាំងកៅភ្នែកគំនុំកាលពីមុនហែងធ្វើបាបអញហែងដេញអញឲ្យស្លាប់ថ្ងៃនេះជាថ្ងៃសងកម្មរបស់ហែងហើយវិបុលនាងបានប្រើកម្លាំងខ្យល់អរូបីលើរូបកាយរបស់វិបុលឲ្យអណ្ដែតឡើងលើអាកាសពេលនោះរាងកាយរបស់វិបុលត្រូវបានកម្លាំងខ្មោចសោកក្បាលចូលទៅក្នុងកំភួនខ្សែចងកនោះយ៉ាងណែនភ្លាមនោះវិបុលក៏បានព្យាយាមយំអង្វរកសំទោសស្រស់អូនស្រស់បងដឹងខុសហើយជួយបងផងបងសំទោសប៉ុន្តែទោះបីជាវិបុលខំអង្វរយ៉ាងណាក៏ដោយក៏ខ្មោចស្រស់មិនលើកលែងឲ្យដែរពីព្រោះគេគឺជាវិញ្ញាណមួយដែលពោពេញទៅដោយកំហឹងពេលនោះកម្លាំងអរូបីក៏បានលែងខ្លួនវិបុលធ្វើឲ្យខ្លួនរបស់វិបុលនឹងធ្លាក់យីងយងជាប់ទៅនឹងខ្សែភ្លាមវិបុលបានបំរះននាលដកដង្ហើមថប់ភ្នែកទាំងពីរក្រហមឈាមរហូតដល់ដាច់ខ្យល់ស្លាប់បាត់បង់ជីវិតបាត់ទៅនៅចំកន្លែងនឹងចំខ្សែដែលស្រីស្រស់បានស្លាប់កាលពីមុនបេះបិទនៅព្រឹកឡើងអ្នកភូមិនិងសមត្ថកិច្ចបានមកដល់បន្ទប់305ម្ដងទៀតបន្ទាប់ពីមានអ្នករាយការណ៍ថាឃើញទ្វារផ្ទះបើកចំហគ្រប់គ្នាស្រឡាងកាំងនិងរន្ធត់ចិត្តជាខ្លាំងពេលឃើញសពរបស់វិបុលចងកសម្លាប់ខ្លួនទាំងបើកភ្នែកធំនិងសម្លឹងមកទ្វារដោយនេះគឺជាការសងសឹកដ៏សាហាវនិងឈុតធំបំផុតដែលមិនធ្លាប់មានទោះបីជាវិបុលត្រូវបានស្លាប់បាត់ទៅហើយក៏ដោយប៉ុន្តែវិញ្ញាណរបស់ស្រីស្រស់នៅតែមិនទាន់ស្ងប់ចិត្តឡើយនាងបានភ្លក់រសជាតិឈាមនិងការសងសឹកធ្វើឲ្យព្រលឹងរបស់នាងនឹងកាន់តែមានឫទ្ធិអំណាចខ្លាំងក្លានិងការសាហាវជាងមុនរហូតដល់ថ្នាក់ឡងបន្លាចអ្នកស្រុកពេញមួយប្លុកបុរីកែឡាឲ្យរស់នៅទាំងអនាថាចាប់តាំងពីពេលនោះមកប្លុកអគារជាន់ទី3ទាំងមូលនិងបន្ទប់305ត្រូវបានគេបិទស្លាកសញ្ញាអាថ៌កំបាំងហើយគ្មាននរណាម្នាក់ហ៊ានចូលទៅចិត្តឬនិយាយរំលឹកឈ្មោះស្រីស្រស់ទៀតឡើយព្រោះខ្លាចវិញ្ញាណនាងដឹងឮហើយតាមឡងបន្លាចពួកគេដល់ផ្ទះតែម្ដងប៉ុន្តែក្លិនស្អុយរលួយដោយសារសពសត្វបានភាយចេញពីជាន់ទី3ចុះមកក្រោមរហូតដល់អ្នកស្រុកនៅជាន់ទី1និងជាន់ទី2លែងហ៊ានបើកបង្អួចផ្ទះអ្នកភូមិខ្លះចាប់ផ្ដើមធ្លាក់ខ្លួនឈឺដោយមិនដឹងខ្លួនមានអាការៈញាក់ញ័រនិងយល់សប្តិឃើញតែស្រីសក់វែងមកឈរអឺតលើតនៅចុងជើងរាល់យប់ម្ចាស់អគារដែលកំពុងតែប្រឈមមុខនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរព្រោះអ្នកជួលរត់ចេញអស់បានសម្រេចចិត្តចំណាយលុយយ៉ាងច្រើនដើម្បីទៅជួលគ្រូធ្មប់មន្តអាគមខ្មៅម្នាក់ទៀតមកពីជាំសានតែរកគាត់មានឈ្មោះថាគ្រូសាវជាគ្រូខុសច្បាប់ប្រើធ្មប់កូនក្រកនិងសេពមន្តអាគមសាហាវមិនមែនជាគ្រូដេញខ្មោចធម្មតាឡើយពេលនោះគ្រូសាវក៏បានមកដល់បុរីកែឡាទាំងកៅភ្នែកពិឃាតគាត់បានប្រាប់ម្ចាស់អគារថាខ្មោចនេះកាចសាហាវណាស់បើគ្រាន់តែដេញឬសូត្រមន្តអាគមមិនឈ្នះទេគឺមានវិធីតែមួយគត់គឺត្រូវវាយកំទេចប្រលឹងវាឲ្យរលាយបាត់រូបរាងកុំឲ្យវាចាប់ជាតិដើម្បីកុំឲ្យវានឹងមកលងគេទៀតនៅយប់ងងឹតអចល័តមួយគ្រូសាវបានឡើងទៅលើជាន់ទី3រួចក៏គាស់ទ្វារបន្ទប់305ចូលទៅបានយកឈាមឆ្កែខ្មៅស្រស់មកលាបជុំវិញជញ្ជាំងនិងការ៉ូដើម្បីបង្ខាំងវិញ្ញាណនៅកណ្ដាលបន្ទប់គាត់បានដុតធូបខ្មៅ
នឹងបានសូត្រគិថាភាសាបុរាណក្រឡដើម្បីក៏ហៅស្រីស្រស់មកកាត់តុនៅវេលាមករំលងអាធ្រាត្រខ្យល់ក៏គុកបានបក់បោកមកកាត់បង្អួចដែកបាក់បែកស្រមោលខ្មាំងងងឹតរបស់ស្រីស្រស់បានលេចឡើងចំកណ្ដាលបន្ទប់ខ្លួនប្រាណរបស់នាងឡើងក្រហមដូចឈាមភ្នែកទាំងពីរឆេះរលរៀលដោយភ្លើងកំហឹងក្បាលស្រែកកំហកលាន់ពេញបន្ទប់អាគ្រូធ្មប់ចិត្តអាក្រក់ហែងហ៊ានមកបំបែកបំបាក់ព្រលឹងអញផងឬគ្រូសាវមិនអង្យូរគាត់ក៏បានបាជុងអាគមនិងសូត្រគិថាចោលវិញ្ញាណធ្វើឲ្យស្រីស្រស់រមួលខ្លួនស្រែកយំដោយការឈឺចាប់ផ្សែងខ្មៅស្រពោនចេញពីខ្លួននាងប៉ុន្តែដោយសារតែកំហឹងឈឺចាប់របស់នាងមានថាមពលខ្លាំងពេកនាងបានប្រមូលផ្ដុំវិញ្ញាណតៃហោងដទៃទៀតដែលនៅក្នុងតំបន់នោះឲ្យមកជួយជញ្ជាំងបេតុងនៃបន្ទប់305ចាប់ផ្ដើមប្រេះស្រាំសំលេងជុំសោកនិងសំឡេងខ្មោចរាប់សិបលានបានបន្លឺឡើងព្រមៗគ្នាខ្មោចស្រីស្រស់ក៏បានប្រើកម្លាំងចុងក្រោយទម្លាយរង្វង់សីមាឈីមឆ្កែរួចក៏ស្ទុះទៅហែកទ្រូងគ្រូសាវទាំងរូបឯគ្រូសាវបានស្រែកតែមួយម៉ាត់ប៉ុណ្ណោះហើយក៏ដួលស្លាប់ក្នុងទ្រុកឈាមដោយសារមន្តអាគមងងឹតរបស់ខ្លួនឯងត្រឡប់មកចាក់ខ្លួនវិញដំណឹងដែលថាគ្រូធ្មប់មន្តអាគមខ្មៅត្រូវបានស្លាប់បាត់បង់ជីវិតនៅក្នុងបន្ទប់305បានធ្វើឲ្យអ្នកស្រុកភ័យស្លន់ស្លោដល់កម្រិតកំពូលអគារនោះប្រែក្លាយជាកន្លែងហាមឃាត់ដាច់ខាតសូម្បីតែសមត្ថកិច្ចក៏លែងហ៊ានឡើងទៅយកសពគ្រូសាវទាំងយប់ដែរចាំតលតែថ្ងៃត្រង់ទើបហ៊ានឡើងទៅទាំងព្រលឹងនៅឯចុងសក់ក្នុងភាពអត់សង្ឃឹមម្ចាស់អគារបានសម្រេចចិត្តធ្វើដំណើរទៅខេត្តព្រៃវែងដោយផ្ទាល់ដើម្បីជួបម្ដាយបង្ការរបស់ស្រីស្រស់គឺយាយម៉ែគាត់បានរៀបរាប់រឿងរ៉ាវរន្ធត់ទាំងអស់ប្រាប់យាយម៉ែទាំងទឹកភ្នែកនិងសូមអង្វរឲ្យយាយម៉ែហ្នឹងជួយមកដើម្បីដោះព្រលឹងកូនស្រីផងយាយម៉ែឮរឿងរ៉ាវកូនស្រីឡងសាហាវនិងសម្លាប់មនុស្សបែបនេះគាត់ក៏បានយំសោកស្ទើរតែខ្យល់គាត់ដឹងថាកូនស្រីរបស់គាត់កាលនៅរស់ជាមនុស្សដែលស្លូតបូតណាស់តែមកពីសេចក្តីឈឺចាប់និងការបោកប្រាស់ទើបធ្វើឲ្យនាងខ្លាចជាបែបនេះគាត់បានយល់ព្រមនឹងធ្វើដំណើរមកភ្នំពេញភ្លាមមុននឹងទៅដល់បុរីកីឡាយាយម៉ែបានទៅកាន់វត្តអារាមមួយដើម្បីនិមន្តព្រះសង្ឃមួយអង្គព្រះនាមព្រះគ្រូច័ន្ទដែលជាព្រះសង្ឃប្រតិបត្តិធម៌យ៉ាងខ្ជាប់ខ្ជួនមានមេត្តាធម៌ខ្ពស់និងមិនប្រើមន្តអាគមសាហាវឡើយគឺគាត់ប្រើតែធម៌ព្រះពុទ្ធដើម្បីផ្សព្វផ្សាយសន្តិភាពម៉ោង5ល្ងាចព្រះគ្រូច័ន្ទរួមជាមួយនឹងយាយម៉ែបានធ្វើដំណើរមកដល់មុខអគារបុរីកីឡាហើយអ្នកភូមិដែលនៅសេសសក៏បានមកចំរំមើលទាំងក្តីសង្ឃឹមចុងក្រោយព្រះសង្ឃក៏បាននិមន្តឡើងទៅជាន់ទី3ដោយភាពស្ងប់ស្ងាត់គ្មានការកាន់ដាវឬប្រើគ្រឿងអាគមអ្វីទាំងអស់មានតែស្បង់ចីវរនិងបាតព្រះសង្ឃប៉ុណ្ណោះវាបន្ទប់305ក៏ត្រូវបានបើកឡើងវិញក្លិនឈាមរបស់គ្រូសាវនិងក្លិនសពរបស់ស្រីស្រស់បានបោកបក់មកកាត់ព្រះភ័ក្ត្ររបស់ព្រះសង្ឃប៉ុន្តែព្រះអង្គនៅតែរក្សាភាពស្ងប់ស្ងាត់និងមិនមានភាពផិតភ័យឡើយព្រះអង្គក៏បានគង់ភ្នែកចំកណ្ដាលស្នាមប្រឡាក់ឈាមរួចក៏ចាប់ផ្ដើមសូត្រធម៌មេត្តាសូត្រយឺតដល់ពេលដែលព្រះសង្ឃសូត្រធម៌ស្រមោលរបស់ស្រីស្រស់បានលេចចេញមកនាងព្យាយាមហោះមកលងបន្លាចបើកមាត់ហែកស្បែកមុខបង្ហាញភាពរន្ធត់និងស្រែកយំលោកម្ចាស់កុំសូត្រធម៌ខ្ញុំមិនទៅណាទេពួកមនុស្សលោកចិត្តអាក្រក់ពួកវាបោកប្រាស់ខ្ញុំពួកវាដេញខ្ញុំឲ្យស្លាប់យាយម៉ែឃើញកូនស្រីចេញមកក្នុងសភាពគួរឲ្យខ្លាចបែបនេះគាត់មិនមានភាពភ័យខ្លាចឡើយគាត់បានស្ទុះទៅមុខរួចក៏លុតជង្គង់យំអោបខ្យល់អាកាសនៅចំពោះមុខវិញ្ញាណកូនស្រីស្រស់កូនម៉ែមកហើយកូនម៉ែដឹងថាកូនឈឺចាប់ប៉ុន្តែកូនសម្លាប់គេប៉ុណ្ណឹងបានហើយកូនកុំសាងបាបតទៅទៀតអីកូនឮសំឡេងម្ដាយហៅឈ្មោះវិញ្ញាណដ៏កាយសាហាវរបស់ស្រីស្រស់ក៏ស្រាប់តែទន់ចិត្តរូបរាងដ៏គួរឲ្យខ្លាចរបស់នាងក៏ចាប់ផ្ដើមប្រែប្រួលបន្តិចម្ដងទឹកភ្នែកពណ៌ឈាមបានហូរចេញមកពីកែវភ្នែករបស់នាងបានលុតជង្គង់នៅចំពោះមុខម្ដាយម៉ែខ្ញុំឈឺណាស់ខ្ញុំអាឡ័យណាស់ម៉ែខ្ញុំមិនសង់ស្លាប់បែបនេះទេពេលនោះព្រះច័ន្ទគ្រូក៏បានសម្ដែងធម៌ទេសនាបញ្យល់ថាញោមស្រីអ្វីគ្រប់យ៉ាងជាកម្មផលវិបុលគេបានទទួលកម្មរបស់គេហើយញោមក៏បានសងសឹកហើយដែរបើញោមនៅតែចងគំនុំវិញ្ញាណរបស់ញោមនឹងត្រូវធ្លាក់រលក់អវិជ័យនឹងមិនអាចជួបពន្លឺសន្តិភាពឡើយចូលលះបង់សេចក្តីខឹងក្រោធហើយទទួលយកបុណ្យកុសលទៅចោពេលនោះយាយម៉ែក៏បានយកទឹកមុនដែលព្រះសង្ឃបានសូត្ររួចយកមកស្រោចស្រង់លើអាកាសចំវិញ្ញាណកូនស្រីរួចក៏បាននិយាយថាម៉ែអហោសកម្មឲ្យកូនគ្រប់យ៉ាងហើយម៉ែនឹងធ្វើបុណ្យឧទ្ទិសកុសលឲ្យកូនរាល់ថ្ងៃសិលដូច្នេះ
សូមទៅចាប់ជាតិចុះណាកូនស្រីកំសត់របស់ម៉ែពន្លឺពណ៌មាសនៃព្រះធម៌ក៏បានជះចេញពីព្រះសង្ឃនិងបានគ្រប់ដណ្ដប់លើរាងកាយរបស់ស្រីស្រស់ផ្សែងខ្មៅនិងរូបរាងរលួយដែលគួរឲ្យខ្លាចបានរលាយបាត់អស់ជំនួសមកវិញនូវរូបរាងដ៏ស្រស់ស្អាតស្លូតបូតដោយកាលនាងនៅរស់នាងបានលើកដៃសំពះលាព្រះសង្ឃនិងលាតដៃទៅអោបម្ដាយជាវេលាចុងក្រោយនៅក្នុងបន្លឺធូបដ៏ស្ងប់ស្ងាត់វិញ្ញាណរបស់ស្រីស្រស់ក៏បានញញឹមយ៉ាងទន់ភ្លន់រួចរូបរាងកាយរបស់នាងក៏បានប្រែជាបន្លឺតូចៗហោះចេញទៅតាមបង្អួចឡើងទៅលើមេឃឆ្ពោះទៅកាន់សុគតិភពយ៉ាងសន្តិសុខបរិយាកាសនៅក្នុងបន្ទប់305ដែលធ្លាប់តែត្រជាក់ស្រេបក៏ប្រែជាមានខ្យល់អាកាសបរិសុទ្ធបក់ចូលមកវិញបន្ទាប់ពីព្រលឹងត្រូវបានរំដោះម្ចាស់អគារក៏បានរៀបចំពិធីដុតកំទេចចោលនៅរាល់សម្ភារៈចាស់ៗទាំងអស់នៅក្នុងបន្ទប់305រួមទាំងខ្សែចង្កនិងកៅអីដែកនោះផងដើម្បីកុំឲ្យមានការចងចាំអាក្រក់សេសសល់បន្ទប់នោះក៏ត្រូវបានលាបពណ៌សថ្មីស្រឡះត្រឹមតែមួយខែក្រោយមកក្លិនស្អុយអក្សរបានបាត់បង់អស់ទាំងស្រុងឯអ្នកស្រុកបូរីកាឡាក៏ចាប់ផ្ដើមមានអារម្មណ៍កក់ក្ដៅនិងមានសុវត្ថិភាពឡើងវិញមនុស្សម្នាក៏ចាប់ផ្ដើមដើរហើរនៅពេលយប់ដោយគ្មានការភ័យខ្លាចទៀតឡើយចំណែកឯអ្នកដែលបានរុះរើចេញក៏ចាប់ផ្ដើមត្រឡប់មកជួបបន្ទប់រស់នៅវិញម្ដងម្នាក់ចំណែកឯតារាភក្តីនិងធីរ៉ាបន្តពីទទួលទឹកមន្តស្រោចស្រពនិងការសូត្រមន្តរំដោះគ្រោះពីព្រះសង្ឃមកពួកគេក៏បានជាសះស្បើយពីជំងឺគ្រុនចាញ់សន្តិទោះបីជាសះស្បើយប៉ុន្តែពួកគេបានដកពិសោធន៍ពីជំវិតដ៏ធំមួយហើយក៏បានសម្រេចចិត្តបួសជាព្រះសង្ឃមួយវស្សាដើម្បីឧទ្ទិសកុសលជូនដល់ស្រីស្រស់ចំណែកឯប្រពន្ធថ្មីរបស់វិបុលវិញក្រោយពីការស្លាប់ដ៏រន្ធត់របស់ប្តីនាងបានលក់ផ្ទះល្វែងនោះរួចក៏ត្រឡប់ទៅរស់នៅឯស្រុកកំណើតវិញទាំងភាពភ័យខ្លាចនាងតែងតែធ្វើបុណ្យដាក់ទាននិងមិនហ៊ានប្រព្រឹត្តអំពើក្បត់ចិត្តឬធ្វើបាបអ្នកណាឡើយព្រោះបានឃើញកម្មផលផ្ទាល់ភ្នែកហើយរឿងរ៉ាវរបស់ស្រីស្រស់ក៏បានក្លាយជាមេរៀនជីវិតដ៏ជ្រាលជ្រៅមួយសម្រាប់យុវជនជើងក្រោយនៅក្នុងបុរីកីឡាមនុស្សម្នាត្រូវចេះស្រឡាញ់គ្នាមិនហ៊ានប្រព្រឹត្តអំពើក្បត់ចិត្តឬបោកប្រាស់ស្នេហាអ្នកដទៃទៀតឡើយព្រោះខ្លាចជួបកម្មផលដូចជាវិបុលហើយចំណែកយាយម៉ែវិញក៏បានត្រឡប់ទៅស្រុកព្រៃវែងវិញទាំងស្ងប់ចិត្តរាល់ថ្ងៃសៅរ៍គាត់តែងតែធ្វើម្ហូបចំណីយកទៅប្រគេនព្រះសង្ឃនៅឯវត្តនិងផ្ញើបុណ្យកុសលទៅឲ្យកូនស្រីជានិច្ចគាត់ដឹងថាពេលនេះកូនស្រីរបស់គាត់បានទៅដល់កន្លែងដែលមានសេចក្តីសុខហើយឆ្នាំខែដែលបានកន្លងផុតទៅតំបន់បុរីកីឡាក៏ចាប់ផ្ដើមមានការអភិវឌ្ឍថ្មីអគារចាស់ៗដុះស្លែត្រូវបានគេជួសជុលនិងលាបពណ៌ថ្មីយ៉ាងស្រស់ស្អាតបន្ទប់305លែងជាបន្ទប់ខ្មោចលងទៀតហើយវាត្រូវបានគេជួលឲ្យគ្រួសារថ្មីមួយរស់នៅយ៉ាងមានសុភមង្គលតែទោះបីជាអគារប្រែជាថ្មីប៉ុន្តែសម្រាប់ចាស់ៗដែលធ្លាប់ឆ្លងកាត់រឿងរ៉ាវជំនាន់នោះពួកគេនៅតែមិនអាចបំភ្លេចនៅព្រឹត្តិការណ៍ដ៏រន្ធត់ញាប់ញ័រដែលត្រូវបានកើតឡើងថ្មីនេះជារឿយៗពួកគេតែងតែនិទានរឿងនេះប្រាប់ទៅកូនចៅចំនួនក្រោយស្ដាប់ដើម្បីជាការដាស់តឿនសតិប៉ុន្តែនៅយប់មួយម៉ោង2រំលងអាទិត្យមេឃខែវស្សាដែលធ្លាក់ភ្លៀងមករលឹមសិចៗហ្នឹងដោយការពីច្រើនឆ្នាំមុនបុរសម្នាក់ដែលជាអ្នករត់កង់3បានបើកកាត់មុខអគារនោះគាត់ក៏បានងើបមុខសម្លឹងមើលទៅជាន់ទី3ទាំងការចង់ដឹងពេលនោះនៅលើដំបូលនៅមុខអួចបន្ទប់305គ្មានទៀតឡើយនៅស្រមោលស្ត្រីសក់វែងឈរធ្លាក់ជើងឬសំឡេងយំខ្សឹកខ្សួលមានតែពន្លឺភ្លើងអំពូលម៉ែតពណ៌លឿងកក់ក្ដៅនិងសំឡេងខ្យល់បក់ធម្មជាតិប៉ុណ្ណោះមិនត្រឹមតែអត់ឃើញខ្មោចស្រីស្រស់ហើយសូម្បីតែវិញ្ញាណតែហោងដទៃទៀតដែលធ្លាប់តែវិលវល់នៅក្នុងប្លុកនោះក៏ត្រូវបានកុសលផលបុណ្យនៃព្រះសង្ឃជួយរំដោះឲ្យពួកគេទៅចាប់ជាតិអស់ដែរហើយក៏ធ្វើឲ្យតំបន់នោះប្រែជាមានសេរីសួស្តីឡើងវិញរឿងរ៉ាវនេះក៏បានបង្ហាញឲ្យឃើញថាគំនុំនឹងការចង់ពៀមិនអាចដោះស្រាយបញ្ហាបានឡើយប៉ុន្តែការសងសឹករបស់ស្រីស្រស់ទៅលើវិបុលក៏មិនអាចធ្វើឲ្យនាងមានសេចក្តីសុខឡើយមានតែធ្វើឲ្យនាងខ្លាចជាបិសាចកាចសាហាវនិងឈឺចាប់ថែមទៀតដូច្នេះវាមានតែអំណាចនៃមេត្តាធម៌ទឹកភ្នែករបស់មេដាបិតានិងព្រះធម៌ប៉ុណ្ណោះដែលអាចរំលាយនូវកំហឹងនិងគំនុំដ៏ជ្រាលជ្រៅរាប់សិបឆ្នាំបានដោយពាក្យចាស់បានពោលថាពៀវេរាមិនអាចរំលត់បានដោយការចង់ពៀឡើយហើយក្នុងសុបិនចុងក្រោយរបស់យាយម៉ែគាត់បានឃើញស្រីស្រស់ស្លៀកពាក់ឈុតសស្អាតបាតឈរនៅលើវាលស្មៅបៃតងខៀវស្រងាត់នាងបានញញឹមយ៉ាងស្រស់រួចក៏រត់មកអោបគាត់និងបានសំទោសហើយក៏បានលាសុំទៅរស់នៅឯឋានសួគ៌ចំណែកឯម្ចាស់អគារបុរីកាឡាតែងតែធ្វើបុណ្យដឹងគុណដល់ព្រះសង្ឃនិងជួយឧបត្ថម្ភលុយកាក់ដល់យាយម៉ែជារៀងរាល់ខែ
ដើម្បីជាការតបស្នងដែលគាត់បានជួយសង្គ្រោះអគារនេះឲ្យរួចផុតពីការគ្រោះភ័យហើយនៅភ្នំពេញនៅពេលរាត្រីប្រែជាស្រស់បំព្រងភ្លើងពណ៌ចម្រុះតាមដងផ្លូវនិងតាមអគារខ្ពស់ៗបានជះពន្លឺពេញទីក្រុងតំបន់បុរីកីឡាបានរលាយចូលទៅក្នុងភាពស៊ីវិលថ្មីបំបត្តិចោលនូវភាពងងឹតស្លុបកាលពីអតីតកាលហើយអ្នកនិពន្ធប្រឡំលោកម្នាក់ក៏បានមកជួបសម្ភាសអ្នកស្រុកផ្ទាល់រួចក៏បានកត់ត្រារឿងរ៉ាវវិញ្ញាណចងកនៅក្នុងបុរីកីឡាហើយយកទុកជាសិភៅដើម្បីជាការអប់រំចិត្តដល់មនុស្សលោកចំនួនក្រោយកុំឲ្យប្រព្រឹត្តអំពើបាបបន្ទាប់មកសាច់រឿងរន្ធត់កាយសាហាវនិងពោពេញទៅដោយឈាមនិងទឹកភ្នែករបស់ស្រីស្រស់ក៏បានឈានចូលទៅដល់ទីបញ្ចប់ទាំងស្រុងវិញ្ញាណរបស់នាងក៏បានទៅចាប់ជាតិថ្មីដែលមានជីវិតល្អប្រសើរចំណែកឯរឿងរ៉ាវរបស់នាងនៅតែដិតជាប់ក្នុងប្រវត្តិរឿងរ៉ាវអរូបីដ៏ល្បីល្បាញបំផុតនៅក្នុងប្រទេសកម្ពុជាក្នុងនាមជារឿងពិតនៃការលះបង់គំនុំដោយព្រះធម៌